អ្នកទាំងអស់គ្នាជឿអត់ថាអនាគតកើតឡើងដោយចៃដន្យប៉ុន្តែខ្ញុំមិនជឿថាអនាគតកើតឡើងដោយចៃដន្យទេឬកើតឡើងដោយសារសំណាងវាកើតឡើងពីការសម្រេចចិត្តតូចៗដែលយើងធ្វើជារៀងរាល់ថ្ងៃហើយមនុស្សភាគច្រើនគឺរងចាំអភូតហេតុប៉ុន្តែមនុស្សជោគជ័យគឺរងចាំឱកាសដែលកើតចេញពីការរៀបចំខ្លួនទុកជាមុនហើយថ្ងៃនេះ ADC នឹងនាំអ្នកមកដឹងអំពីរឿង3យ៉ាងដែលនឹងផ្លាស់ប្ដូរវាសនារបស់អ្នកជារៀងរហូតចំណុចទី1ការអាននឹងនាំអនាគតរបស់អ្នកទៅកាន់ពិភពលោកដ៏ថ្មីមួយការអានសៀវភៅមួយទំព័រមិនមែនគ្រាន់តែជាការអានអក្សរទេប៉ុន្តែគឺជាការសន្ទនាជាមួយនឹងខួរក្បាលរបស់អ្នកប្រាជ្ញដែលបានចំណាយពេលពេញមួយជីវិតដើម្បីចងក្រងសៀវភៅនោះហើយពេលដែលអ្នកចាប់ផ្ដើមអានសៀវភៅចក្ខុវិស័យរបស់អ្នកក៏នឹងមិននៅកន្លែងដដែលឡើយវាបំលែងពីភាពមិនអាចទៅរួចមកជាផែនការសកម្មភាពឬក៏ភាពទៅរួចមួយទំព័រថ្ងៃនេះគឺជាគ្រាប់ពូជនៃបញ្ញាសម្រាប់ថ្ងៃស្អែកចំណុចទី2ដ៏សំខាន់មួយទៀតបរិយាកាសថាមពលនៃទីកន្លែងដែលអ្នកទាំងអស់គ្នាកំពុងតែរស់នៅទាំងអស់គ្នាជឿអត់ថាបរិយាកាសដែលនៅជុំវិញខ្លួនយើងគឺមានឥទ្ធិពលលើសពីអ្វីដែលយើងគិតកន្លែងស្ងប់ស្ងាត់តូចមួយដែលមានក្លិនកាហ្វេប្រហើរនិងសៀវភៅដែលអ្នកស្រឡាញ់គឺជារោងចក្រផលិតគំនិតហើយអ្វីបានជាមនុស្សគ្រប់គ្នាតែងតែចូលចិត្តទៅធ្វើការងារទៅអានសៀវភៅនៅកន្លែងហាងកាហ្វេដោយសារតែហាងកាហ្វេគឺជាកន្លែងដែលមានបរិយាកាសស្ងប់ស្ងាត់គឺជាកន្លែងដែលមានផាសុកភាពមានក្លិនស្រស់ស្រាយនិងហើយគឺជាបរិយាកាសដែលនាំឲ្យខួរក្បាលរបស់យើងស្រស់ស្រាយខួរក្បាលរបស់យើងចាប់ផ្ដើមគិតពីអ្វីមួយដែលល្អប្រសើរហើយមួយទៀតការបង្កើតវប្បធម៌ដោយខ្លួនឯងវប្បធម៌នៃការព្យាយាមចាប់ផ្ដើមពីការដាក់ខ្លួនឯងនៅក្នុងកន្លែងដែលជំរុញឲ្យយើងចង់រីកចម្រើនបើអ្នកនៅក្បែរមនុស្សដែលចង់រៀនសូត្រនោះអ្នកនឹងក្លាយទៅជាមនុស្សដែលរៀនសូត្របើអ្នកនៅក្នុងបរិយាកាសដែលផ្ដល់តម្លៃលើចំណេះដឹងនោះគំនិតរបស់អ្នកនឹងមុតសួរជានិច្ចមួយទៀតគម្រោងចាំឲ្យបរិយាកាសផ្លាស់ប្ដូរអ្នកទាំងអស់គ្នាតែត្រូវបង្កើតបរិយាកាសមួយដែលជួយឲ្យអ្នកក្លាយទៅជាមនុស្សដែលអ្នកចង់ក្លាយជាអ្វីក៏បានក្លាយជាអ្វីដែលអ្នកទាំងអស់គ្នាចង់ក្លាយជាអ្វីដែលអ្នកទាំងអស់គ្នាតែងតែស្រមៃចំណុចទី3ការចែករំលែកគឺជាការសាយភាយនៃចំណេះដឹងដែលយើងមានតែឲ្យអ្នកដែលគាត់មិនដែលបានរៀនសូត្រឬក៏អ្នកដែលគាត់មិនបានដឹងពីរឿងទាំងអស់នោះបើសិនជាយើងកប់ទុកនៅក្នុងខ្លួនយើងអ្វីដែលយើងចេះនឹងរលាយបាត់ទៅម្ដងបន្តិចដែលយើងមិនដឹងខ្លួនមានតែការចែករំលែកទេទើបធ្វើឲ្យចំណេះដឹងរបស់យើងនឹងនៅជាប់នៅក្នុងខ្លួនរបស់យើងជារៀងរហូតដោយសារតែយើងតែងតែចែករំលែកនៅអ្វីដែលយើងធ្លាប់ដឹងទៅឲ្យអ្នកដទៃដឹងដូចជាការដែលយើងវឹកហាត់ខួរក្បាលរបស់យើងនៅពេលដែលអ្នកចែករំលែកក្តីស្រឡាញ់និងស្នាដៃអ្នកមិនត្រឹមតែជួយខ្លួនឯងទេតែអ្នកទាំងអស់គ្នាកំពុងតែដុតពន្លឺឲ្យអ្នកដទៃដែលដើរចេញពីភាពងងឹតនេះគឺជាភាពជោគជ័យរួមគ្នាសង្គមមួយដែលរីកចម្រើនទៅអាស្រ័យបានទៅលើបុគ្គលដែលពោរពេញដោយផាមពលវិជ្ជមានដូចជាអ្នកទាំងអស់គ្នាហើយការចែករំលែកមិនមែនធ្វើឲ្យយើងបាត់បង់ទេតែវាគឺជាការសាបព្រោះគ្រាប់ពូជនៃកិត្តិយសនិងកម្លាំងចិត្តក្នុងបេះដូងមនុស្សទាំងអស់គ្នាចងចាំថាអនាគតដ៏អស្ចារ្យមិនមែនកើតឡើងនៅថ្ងៃខាងមុខនោះទេវាកំពុងចាប់ផ្ដើមពីនាទីនេះដែលអ្នកកំពុងមើលវីដេអូនេះចាប់ផ្ដើមអានចាប់ផ្ដើមជ្រើសរើសនៅបរិយាកាសល្អនិងចាប់ផ្ដើមចែករំលែកពន្លឺចេញពីខ្លួនរបស់អ្នកត្រឡប់មកក្នុងសាច់រឿងដែលយើងបាននិយាយអំបញ្ញមិញតែអ្នកទាំងអស់គ្នាជឿដែរទេថាការអានសៀវភៅគឺជាជំហានដំបូងនៃភាពជោគជ័យអ្នកទាំងអស់គ្នាអាចសាកល្បងនៅចំណុចទាំង3ដែលខ្ញុំបានលើកមកនិយាយនៅថ្ងៃនេះបើអ្នកទាំងអស់គ្នាត្រូវការប្រធានបទថ្មីប្រភេទណាអាច comment ប្រធានបទដែលអ្នកចង់បាននៅខាងក្រោមវីដេអូនិងកុំភ្លេចជួយ subscribe Channel ADC Online Bookstore ដើម្បីទទួលបានវីដេអូថ្មីបន្តទៀតអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដាននិងការទស្សនាជួបគ្នានៅវីដេអូក្រោយ